វត្តិសាស្ត្រខ្មែរមាតុភូមិខ្ញុំលើទឹកដីចាក់ក្រភពខ្មែរនៃយុគសម័យអាណាចក្រអង្គរនៅតែជារបស់ខ្មែរនេះជាសច្ចៈធម៌ពិតមិនអាចប្រកែកបាននាំថៃទៅ ICJ ប្រាសាទខ្មែរមាតុភូមិខ្ញុំត្រូវបានក្រុមចៅតៃថៃសៀមស្រីឃ្លានឈ្លានពានទឹកដីកាលពីឆ្នាំ2025ផ្លន់យកប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីប្រាសាទខ្នាតប្រាសាទស្តុកកង់ធំទីស្ថានបុរាណប្រវត្តិសាស្ត្រខ្មែរឈ្មោះដើមប្រលានឥន្ទ្រីហៅថាវាលឥន្ទ្រីផ្ទះតាមមុខនៅលើកំពូលភ្នំហៅថាផ្ទះក្រហមភ្នំទ្រពជាកម្មសិទ្ធិរបស់កម្ពុជាចិត្តសីលបាក់កាលពីថ្ងៃទី5ខែមិថុនាឆ្នាំ2026បានចេញលិខិតថ្កោលទោសទៅកាន់ប្រទេសថៃបញ្ជាឲ្យថៃលុបចេញជាបន្តនៅការចុះបញ្ជីខុសច្បាប់លើប្រាសាទបុរាណខ្មែរប្រាសាទតាមាន់ធំតាមាន់តូចប្រាសាទខ្នាតនិងតាក្របីដាក់ជារបស់ថៃព្រោះប្រាសាទទាំងនោះស្ថិតនំតែនៅអត្តបៈអីពេញលេញរបស់ខ្មែរតាមច្បាប់អន្តរជាតិដោយមានសន្ធិសញ្ញានិងអនុសញ្ញាសៀម1904ដែលបានក៏ទូលស្គាល់ជាខ្សែទាត់ព្រំដែនអន្តរជាតិប្រទេសថៃត្រូវរៀនគោរពច្បាប់កុំធ្វើដោយចៅតៃខំផាមមានឈ្មោះខ្មែរកុំរងតែអន្តរាបាបិនត្រាក់តចាមកកាយខ្លួនថៃប្រយ័ត្នចូលនរកទាំងនគរប្រាសាទខ្មែរទីស្ថានបុរាណប្រវត្តិសាស្ត្រខ្មែរមាតុភូមិខ្ញុំលើទឹកដីចាក់ក្រភពខ្មែរនៃយុគសម័យអាណាចក្រអង្គរនៅតែជារបស់ខ្មែរជាតិខ្មែរលើលោកនាំគ្នាការពារ